ត្រឹមតែមួយដងក្នុងរយៈពេល90នាទីជាមួយនឹងវិធីសាស្ត្របង្កើតរូបរាងពោះនិងបច្ចេកវិទ្យាបូមខ្លាញ់ចុងក្រោយបំផុតនាពេលបច្ចុប្បន្នមន្ទីរពេទ្យកែសម្ផស្សវៀតមីនឹងជួយឲ្យស្ត្រីគ្រប់រូបលុបបំបាត់ភាពភ័យខ្លាចបាត់បង់ទំនុកចិត្តខាងផ្នែកលើខ្លាញ់ពោះនិងស្បែកដែលជ្រីវជ្រួញឬយាយធ្លាក់បន្ទាប់ពីសម្រាលកូនជាមួយនឹងបច្ចេកវិទ្យាលុបបំបាត់ខ្លាញ់ដោយរលក Ultrasound Liposonic ថ្មីបំផុតដែលមកពីសហរដ្ឋអាមេរិកនឹងជួយបំបាត់ខ្លាញ់លើសទាំងស្រុងយ៉ាងងាយស្រួលដោយមិនបណ្ដាលឲ្យអ្នកមានការជឿចាប់ដោយវិធីសាស្ត្របូមខ្លាញ់មុនឡើយអ្នកនឹងអាចស្ដារទម្រង់រូបរាងដើមបានយ៉ាងដូចបំណងដោយគ្រាន់តែអនុវត្តត្រឹមតែម្ដងប៉ុណ្ណោះជាមួយនឹងបច្ចេកវិទ្យាទំនើបនេះនៅមន្ទីរពេទ្យកែសម្ផស្សវៀតមីសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះថោងមាន live stream ពិសេសមួយហើយអ្វីបានជាថោងនិយាយថាពិសេសពីព្រោះក្នុង live stream នេះថោនឹងនាំអ្នកទាំងអស់គ្នាទៅដល់កន្លែងមួយដើម្បីជួបមនុស្សម្នាក់ដែលគួរត្រូវបានហៅថាជាមនុស្សដែលបង្កើតជីវិតថោលើកទី2នោះគឺវេជ្ជបណ្ឌិតជាមុខថៃលោកវេជ្ជបណ្ឌិតថៃអើយថ្ងៃនេះត្រូវមកសុំជំនួយពីលោកវេជ្ជបណ្ឌិតវិញហើយនិយាយរួមមនុស្សគ្រប់រូបគឺដូចជាថោដែរសួស្ដីអ្នកទាំងអស់គ្នាមនុស្សភាគច្រើនក្រោយសម្រាលកូនស្ទើរតែទាំងអស់សុទ្ធសឹងតែបាត់បង់ទំនុកចិត្តលើខ្លួនឯងនិយាយរួមនៅពេលដែលយើងសម្រាលកូនជាពិសេសគឺធូថោសម្រាលកូន2នាក់ជាពិសេសដើមទ្រូងឬផ្នែកផ្សេងៗរបស់ស្ត្រីពិតជាប៉ះពាល់ខ្លាំងណាស់នោះគឺទ្រូងនិងតំបន់ពោះប្រសិនបើសម្រាប់កូន2នាក់ដូចថោនោះដើមទ្រូងនិងពោះនិយាយរួមអាស្រ័យលើទ្រូងប្រសិនបើមុននោះអ្នកមានទ្រូងវានឹងយាធ្លាក់ច្រើនប្រសិនបើពោះភាគច្រើនបន្ទាប់ពីសម្រាប់កូនបើធំពេកនោះស្បែកពោះនឹងចាប់ផ្ដើមជ្រីវជ្រួញនិងយាធ្លាក់ស្ត្រីភាគច្រើនអ្នកណាក៏មានបញ្ហានេះដែរពួកគេគិតថាបន្ទាប់ពីសម្រាលកូនគឺរាងកាយខូចហើយយើងនឹងត្រូវបាត់បង់ទំនុកចិត្តនិយាយរួមមានអ្នកមកដល់ទីនេះខ្ញុំក៏អញ្ចឹងសូម្បីតែស្វាមីយើងក៏បាត់បង់ទំនុកចិត្តផងដែរចា៎បាទនោះហើយជារឿងពិបាកនិងព្រួយបារម្ភដែលមនុស្សគ្រប់គ្នាសុទ្ធសឹងតែជួបដូចជាថោដែរថោកុំបារម្ភអីណាត្រូវតែមកសុំជំនួយពីលោកវេជ្ជបណ្ឌិតហើយព្រោះឥឡូវនេះរាងកាយរបស់ខ្ញុំគ្មានវិធីណាដែលអាចព្យាបាលបានទៀតឡើយមានម៉ាក់ជាច្រើនបានសួរថាបន្ទាប់ពីខ្ញុំឆ្លងផុតពីវិបត្តិអាពាហ៍ពិពាហ៍របស់ខ្លួនតើខ្ញុំអាចស្ដារឡើងវិញនៅភាពស្រស់ស្អាតបន្តិចណាទេប្រកាសណាស់អ្នកទាំងអស់គ្នាថៅអាចស្ដារឡើងវិញបានតែផ្នែកទម្រង់មុខរបស់ខ្ញុំប៉ុណ្ណោះប៉ុន្តែផ្នែកមុខក៏ចាស់ទៅផងដែរមិនមែនថាមិនមានការចាស់ទៅនោះទេប្រសិនបើអ្នកទាំងអស់គ្នាទៅនៅចិត្តថៅអ្នកទាំងអស់គ្នានឹងដឹងថាថៅដូចជាត្រូវបាត់បង់សម្រស់អស់បែបណាចំណែករាងកាយរបស់ថៅវាដូចជាមិនអាចស្ដារឡើងវិញបានអ្វីសោះដូច្នេះហើយថ្ងៃនេះត្រូវតែពឹងផ្អែកលើវេជ្ជបណ្ឌិតថៃហើយដោយដែលខ្ញុំបាននិយាយស្ត្រីមួយចំនួនបន្ទាប់ពីសម្រាលកូនពោះរបស់ពួកគេនៅតែតឹងណែនពីព្រោះ collagen របស់ពួកគេល្អពួកគេអាចស្ដារឡើងវិញបានតែមានអ្នកខ្លះវិញមិនអាចស្ដារឡើងវិញបានទេទោះបីជាហាត់ប្រាណខ្លាំងយ៉ាងណាក៏ដោយក៏នៅតែមិនបានដែរទី2គឺសាច់ដុំពោះរបស់ប្អូនវាជ្រាយហើយពេលនោះប្អូនត្រូវការវះកាត់ហើយដែលហៅថាវះកាត់បូមខ្លាញ់ពោះនិងបន្តឹងស្បែកពោះនៅពេលដែលបូមខ្លាញ់និងបន្តឹងស្បែកហើយយើងនឹងកាប់បំបត្តិស្បែកលើសដែលប្អូនឃើញរាងលើសចេញនឹងត្រូវបូមរកខ្លាញ់លើសចេញហើយដេរសាច់ដុំពោះដើម្បីបង្កើតសាច់ដុំពោះវានឹងអូខេសម្រាប់ប្អូនចានោះហើយជាមូលហេតុដែលស្ត្រីភាគច្រើនជួបបញ្ហានេះនិងមានការយល់ច្រឡំថាការហាត់ប្រាណអាចជួយឲ្យស្ដារទម្រង់រាងឡើងវិញបានដូច្នេះថៅខ្ញុំនឹងបញ្យល់សង្ខេបអំពីការបន្តឹងស្បែកពោះឲ្យថៅស្ដាប់ចានៅពេលដែលយើងធ្វើការបន្តឹងស្បែកពោះនោះយើងអាចកាត់ចេញបានស្បែកដែលលើសទាំងអស់ប៉ុន្តែវាមានគុណវិបត្តិមួយនោះគឺការបន្សល់ទុកស្លាកស្នាមតំបន់ដែលស្នាមវានឹងបន្សល់ទុកស្លាកស្នាមលើពោះប៉ុន្តែត្រង់តំបន់ស្នាមនោះនៅពេលដែលទៅហែលទឹកនោះប៊ីគីនីនឹងបិទបាំងស្នាមបានខ្ញុំគិតថាស្នាមនោះបើវាដូចដែលវេជ្ជបណ្ឌិតថៃនិយាយនោះខ្ញុំគិតថាវាមិនជាបញ្ហាប៉ុន្មានទេវាដូចជានៅត្រង់ស្នាមវះពេលសម្រាលកូនអញ្ចឹងស្នាមវះពេលសម្រាលវាវែងជាងបន្តិចចាតើបងអូនសម្រាលកូនដោយការវះកាត់ឬធម្មជាតិចានាងខ្ញុំសម្រាលដោយការវះកាត់មែនហើយបើសម្រាលដោយការវះកាត់ស្នាមវះនឹងវែងជាងបន្តិចនៅពេលដែលបងអូនទៅហែលទឹកឬផ្សេងក៏នៅតែបិទបាំងបានប្អូនអាចមើលត្រង់ពោះនិងស្រស់ស្អាតវិញការបន្តឹងស្បែកពោះគឺជាចម្លើយនឹងជួយឲ្យអ្វីៗទាំងអស់ដែលស្អាតដូចមុនរបស់ប្អូនត្រឡប់មកវិញគ្រាន់តែបន្សល់ទុកស្លាកស្នាមតែប៉ុណ្ណោះអញ្ចឹងស្នាមនេះខ្ញុំមិនចាំបាច់បារម្ភអីទៀតហើយបាទត្រឹមត្រូវហើយចាវេជ្ជបណ្ឌិតថៃខ្ញុំសូមសួរបន្តិចមុនពេលដែលបានទៅប្រកួតទំហំចង្កេះរបស់ខ្ញុំគឺ60តែឥឡូវនេះបើពោះរបស់ខ្ញុំវាចាប់ផ្ដើមជ្រួញហើយធំគួរសមប្រសិនបើជាវេជ្ជបណ្ឌិតតើយើងអាចប្រើវិធីនេះដើម្បីអាចជួយកាត់បន្ថយវាចុះបានដល់កម្រិតណាចង្កេះរបស់ប្អូនឥឡូវនេះមានទំហំប៉ុន្មានមកចាំខ្ញុំវាស់មើលបើពោះឥឡូវនេះ90ខ្ញុំនឹងកាត់ស្បែកចេញហើយរាល់តំបន់ស្បែករបស់ប្អូនទាំងនេះនឹងបាត់អស់ហើយពោះនឹងត្រង់ស្អាតវិញ
ត្រង់សាច់ដុំក្បាលពោះវានឹងត្រង់ដូចក្មេងស្រីវិញអញ្ចឹងបងអូនកុំបារម្ភទៀតអីហើយចង្កេះនេះខ្ញុំនឹងដេរសាច់ដុំពោះនោះចង្កេះនឹងត្រឡប់ទៅដូចមុនចង្កេះ60របស់បងអូនវិញគឺត្រឡប់មក60វិញធម្មតាហើយតំបន់ពោះនឹងត្រង់វិញទាំងខ្លាញ់នឹងស្បែកនេះខ្ញុំនឹងយកចេញទាំងអស់សូមបងអូនកុំបារម្ភហើយស្នាមនឹងស្ថិតនៅទីតាំងខាងក្រោមបងអូននឹងមើលមិនឃើញទេកុំបារម្ភចំណែកទ្រូងខ្ញុំនឹងធ្វើជាមួយគ្នាតែម្ដងដូច្នេះត្រង់តំបន់ណាដែលជ្រាវជ្រួញនឹងបាត់ទាំងអស់កុំបារម្ភអីបាត់អស់ពិតមែនឬត្រូវហើយពិតប្រាកដដូច្នេះព្រោះពេលដែលយើងមើលត្រង់សាច់ដុំពោះមានស្បែកនេះខ្លាញ់បើសាច់ដុំវាជ្រាយវាធ្វើឲ្យប៉ោងចេញដល់90ខ្ញុំប្រកាសខ្ញុំនឹងសន្យាប្រសិនបើបងអូនពិតជាមានក្រវ៉ាត់ចង្កេះ60ខ្ញុំអាចឲ្យត្រឡប់ទៅ60វិញបានបើពីមុនបងអូន65នោះអាចឲ្យបានត្រឹម65ទេណាកុំនិយាយថា60ហើយឥឡូវនេះយកមិនបានវិញខ្ញុំគ្រាន់តែចង់ស្រក់ចុះគឺរីករាយខ្លាំងណាស់ហើយបើអាចកែតម្រូវបានដូចនេះវាពិតជាអស្ចារ្យណាស់ចាមានចំណុចមួយទៀតគឺខ្ញុំមានកូនភ្លោះ2នាក់ដូច្នេះពួកគាត់ទាំងពីរបំបើទឹកដោះម្ដាយឥតឈប់ឈរបណ្ដាលឲ្យស្ថានភាពដើមទ្រូងខ្ញុំមានភាពយាធ្លាក់ប្រសិនបើយើងធ្វើពោះហើយតើអាចធ្វើរួមជាមួយនឹងការកែទ្រូងបានទេយើងកាត់បង្រួមដើមទ្រូងដែលយាធ្លាក់ឬធ្វើយ៉ាងម៉េចបានលោកវេជ្ជបណ្ឌិតយើងអាចលើកដើមទ្រូងដែលយាធ្លាក់បានប្រសិនបើជាមនុស្សនោះមានដើមទ្រូងតូចគេនឹងដាក់ថង់សូដន់ប៉ុន្តែចំពោះប្អូនជាករណីម្ដាយបំបើកូនច្រើននិងទី2គឺទ្រូងធំដូចប្អូនមានទ្រូងធំនិងយាធ្លាក់ដូច្នេះពេលបំបើទឹកដោះវាធ្វើឲ្យយាចុះខ្ញុំនឹងកាត់ស្បែកបន្តិចបន្តួចដូចចំណុចនេះងាយស្រួលទេបានន័យថាកាត់ស្បែកហើយបន្ទាប់មកដាក់មិនចាំបាច់ដាក់ទេអញ្ចឹងមិនចាំបាច់ដាក់ទេឬមិនចាំបាច់ដាក់ទេប្រសិនបើទ្រូងតូចទើបត្រូវដាក់ថង់សូដន់តែបើទ្រូងប្អូនធំរួចហើយខ្ញុំមិនដាក់ទេអាស្រ័យលើស្ថានភាពទ្រូងខ្ញុំមិនទាន់បានមើលទ្រូងប្អូនទេបន្តិចទៀតពេលធ្វើការវះកាត់ខ្ញុំនឹងពិនិត្យមើលថាវាបែបណាឥឡូវនេះប្រសិនបើប្អូនមានតម្រូវការប្អូនគ្រាន់តែឈរហើយខ្ញុំនឹងកាត់បន្ថយស្បែកហើយលើកដើមទ្រូងដែលយាធ្លាក់ប៉ុន្តែបើប្អូនចង់ឲ្យវាធំជាងមុនបន្តិចដើម្បីឲ្យតឹងស្អាតនោះខ្ញុំនឹងដាក់ថង់សូដន់ចូលធ្វើក្នុងពេលតែមួយតែម្ដងអាចធ្វើរួមគ្នាក្នុងពេលតែមួយបានមែនទេលោកវិជ្ជបណ្ឌិតបើធ្វើការបន្តឹងស្បែកពោះចំណាយពេល1ម៉ោងកន្លះហើយលើកទ្រូងយាធ្លាក់1ម៉ោងកន្លះសរុបប្រហែល3ម៉ោងរួចជាស្រេចទាំងអស់អញ្ចឹងរយៈពេលក៏លឿនណាស់ណោះលោកវិជ្ជបណ្ឌិតតែបើធ្វើដូច្នេះតើត្រូវសម្រាប់រយៈពេលប្រហែលថ្ងៃដើម្បីជាសះស្បើយវិញលោកវិជ្ជបណ្ឌិតឥឡូវនេះប្រសិនបើបងអូនធ្វើពេលធ្វើខ្ញុំនឹងធ្វើតេស្តឈាមឲ្យអស់សពគ្រប់ហើយដោយមិនញ៉ាំបាយញ៉ាំទឹកពេលព្រឹកមកទីនេះខ្ញុំនឹងធ្វើការវះកាត់ជូនបងអូនធ្វើចប់ក្នុងរយៈពេល3ម៉ោងហើយបងអូនសម្រាប់នៅទីនេះមួយយប់នឹងមានគ្រូពេទ្យនិងគិលានុបដ្ឋាយិកាយាមនឹងជួយមើលថែបងអូនមិនចាំបាច់បារម្ភអ្វីទាំងអស់មិនចាំបាច់មានសាច់ញាតិមកថែទេព្រឹកថ្ងៃបន្ទាប់បងអូនអាចត្រឡប់ទៅផ្ទះបានធម្មតាវ៉ាវតែត្រូវចងចាំបងអូនអាចធ្វើការនៅការិយាល័យបានដូចខ្ញុំចំពោះខ្ញុំពីមុនខ្ញុំតែងតែភ័យថាត្រូវសម្រាប់យូរឬបែបណានោះប៉ុន្តែពេលនេះឃើញថាដំណើរការនេះពិតជាងាយស្រួលណាស់អូនមិនអាចធ្វើការដែលត្រូវប្រើកម្លាំងខ្លាំងណាការសម្រាប់យូរគឺបានន័យយ៉ាងដូចម្ដេចបានន័យថាអូនមិនអាចលេងកីឡាលើករបស់ធ្ងន់ឬធ្វើការធ្ងន់លើសសមត្ថភាពខ្ញុំណែនាំបងអូនឲ្យធ្វើការធម្មតាបានដូចជាមានចលនាដៃជើងធម្មតាតែបើបងអូនត្រូវធ្វើការដែលធ្ងន់ត្រូវចាំបានយ៉ាងតិច1ខែកន្លះសិនមូលហេតុដោយសារពោះត្រូវសម្រាប់1ខែបើដាក់ថង់សូដន់ត្រូវសម្រាប់1ខែកន្លះបើកាត់បន្ថយស្បែកទ្រូងនោះសម្រាប់តែ2សប្តាហ៍ទេដាក់ថង់សូដន់ទើបត្រូវការពេលសម្រាប់យូរសរុបមកបើបងអូនសម្រាប់កូនដោយការវះកាត់អូនដឹងហើយបើវះឈឺដល់10បើវះកាត់នេះគឺតែមួយទេបើអញ្ចឹងមែនពិតជាអស្ចារ្យបំផុតហើយគ្មានអ្វីឲ្យខ្ញុំព្រួយបារម្ភអីទៀតទេបងអូនដឹងទេមានអ្នកមកធ្វើការបន្តឹងស្បែកពោះជាមួយខ្ញុំអ្វីដែលពួកគេខ្លាចបំផុតគឺរឿងឈឺពេលពួកគេសម្រាលកូនពួកគេឈឺពេលសម្រាលដោយការវះកាត់ពួកគេឈឺតែពេលខ្ញុំធ្វើចប់ពួកគេនិយាយថាមិនបានលោកវិជ្ជបណ្ឌិតធ្វើមិនឈឺសោះព្រោះការបន្តឹងស្បែកពោះមិនបានកាត់តាមសាច់ដុំទេបងអូនយល់ទេដូចជាពេលបងអូនបានសម្រាលដោយការវះកាត់វិជ្ជបណ្ឌិតត្រូវការកាត់ស្បែករបស់បងអូនហើយកាត់ឆ្លងកាត់ស្រទាប់សាច់ដុំនិងកាត់ទៅដល់ស្បូនដើម្បីយកកូនចេញបន្ទាប់មកដេរភ្ជាប់មាត់ស្បូនវិញនិងដេរសាច់ដុំប្អូនហើយស្បែកវិញប៉ុន្តែនៅទីនេះយើងគ្រាន់តែកាត់ស្បែករួចយើងកាត់ស្រទាប់ស្បែកចេញនិងសាច់ដុំរបស់ប្អូនខ្ញុំដេរភ្ជាប់វិញដោយមិនកាត់តាមសាច់ដុំអ្វីដែលពួកគេឈឺបំផុតប្អូនយល់ទេអ្វីដែលឈឺបំផុតគឺការកាត់សាច់ដុំនៅពេលដែលប្អូនសម្រាលប្អូនដឹងឈឺអ្វីដែលឈឺបំផុតគឺត្រូវកាត់សាច់ដុំបើពេលដែលយើងបន្តឹងស្បែកពោះយើងមិនបានកាត់សាច់ដុំទេប្អូនឃើញសាច់ដុំត្រង់នេះអត់ខ្ញុំគ្រាន់តែដេរភ្ជាប់ទេដូចបែបនេះខ្ញុំនិយាយប្រាប់ប្អូនដូចជាស្ត្រីវ័យក្មេងនោះសាច់ដុំត្រង់បែបនេះប្អូនយល់ទេតែពេលប្អូនសម្រាលកូនប្អូនចាប់ផ្ដើមមានផ្ទៃពោះវានឹងប៉ោងបែបនេះ
ឥឡូវសាច់ដុំរបស់ប្អូននឹងយាវិញនេះវានៅតែយាបែបនេះឥឡូវនេះសាច់ដុំរបស់ប្អូនវាយាដូចនេះខ្ញុំគ្រាន់តែធ្វើនឹងដេរភ្ជាប់វាត្រឡប់មកវិញខ្ញុំដេរឲ្យត្រង់វិញខ្ញុំនឹងយកស្រទាប់សាច់ដុំទាំងនោះបត់វិញដេរភ្ជាប់វិញនោះវានឹងត្រង់វិញដូច្នេះគ្មានការឈឺអ្វីទេមិនបានកាត់ឆ្លងកាត់នឹងដេរវិញប៉ុណ្ណោះមិនបានកាត់ឆ្លងកាត់ស្រទាប់សាច់ដុំណាទាំងអស់ដូច្នេះពេលដែលប្អូនសម្រាលដោយការវះកាត់ប្អូនមានអារម្មណ៍ថាឈឺ10 ដងប៉ុន្តែនេះគ្រាន់តែឈឺមួយប៉ុណ្ណោះកុំបារម្ភអីចាអ្នកទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់វិជ្ជបណ្ឌិតជាមវឹកថៃណែនាំអំពីវិធីសាស្ត្រនឹងជួយឲ្យខ្ញុំអាចស្ដារភាពវ័យក្មេងរបស់ខ្ញុំវិញសូមប្រិយមិត្តទាំងអស់គ្នាកុំបារម្ភទៀតណាថៅជាអ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងដូច្នេះសូមរងចាំទស្សនាការផ្លាស់ប្ដូររបស់ថៅថានឹងទៅជាបែបណាសួស្ដីអ្នកទាំងអស់គ្នាបន្ទាប់ពីថៅបានធ្វើការបូមខ្លាញ់និងបន្តឹងស្បែកពោះកន្លងមកបានរយៈពេល2 សប្តាហ៍ដូចដែលកន្លងមកខ្ញុំបានសន្យាជាមួយថៅថានឹងធ្វើការ review ឲ្យអ្នកទាំងអស់គ្នាឃើញពីខ្លាញ់ពោះនឹងទៅជាយ៉ាងណាហើយនេះពីមុនពោះរបស់ថៅមានភាពជ្រាវជ្រួញនិងយាធ្លាក់បន្ទាប់ពី2 សប្តាហ៍ខ្ញុំនឹងបន្តឹងស្បែកលើសនិងដកយកស្បែកលើសនៅពេលដែលយើងបានបន្តឹងស្បែកពោះស្នាមនឹងត្រូវលាក់នៅតំបន់ខាងក្រៅដូច្នេះយើងនឹងមិនឃើញស្នាមទេនៅពេលប្រិយមិត្តទៅហែលទឹកឬស្លៀកប៊ីគីនីអ្នកនឹងមិនអាចមើលឃើញស្នាមបានទេហើយស្នាមនឹងកាន់តែព្រិលបន្តិចម្ដងក្រោយ3 ខែណាអ្នកទាំងអស់គ្នាដូច្នេះអ្នកទាំងអស់គ្នាកុំបារម្ភអំពីស្នាមព្រោះវាបានលាក់ចិត្តហើយនោះស្នាមពិតជាស្អាតណាស់បន្ទាប់ពី3 ខែពោះនឹងលែងហើមហើយពោះនឹងកាន់តែទ្រង់ទ្រាយស្អាតណាស់អ្នកទាំងអស់គ្នាក្រោយ1 ខែកន្លះអ្នកទាំងអស់គ្នាអាចហាត់ប្រាណវិញបានហើយពេលដែលហាត់ប្រាណវានឹងស្អាតជាងមុនទៀតពេលដែលយើងយកខ្លាញ់របស់ថៅរួចនោះខ្ញុំក៏បានបូមខ្លាញ់ខ្នងនិងចំហៀងហើយយើងក៏បានធ្វើការបូមត្រគាកដែរណាដូច្នេះត្រគាករបស់ថៅពិតជាស្អាតណាស់នៅពេលដែលយើងយកខ្លាញ់ចេញព្រមទាំងមានរង្វង់ចង្កេះស្អាតនិងមានត្រគាកដ៏ស្រស់ស្អាតទៀតពិតជាស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាដូច្នេះកុំបារម្ភថាបន្ទាប់ពីមានកូនហើយកាន់តែមិនស្អាតទទួលបានទាំងរង្វង់ចង្កេះស្អាតនិងមានត្រគាកដ៏ស្រស់ស្អាតថៅនឹងមានទម្រង់រាងអក្សរ S ដែលស្រស់ស្អាតណាស់នោះពិតជាស្រស់ស្អាតនិងអស្ចារ្យជាទីបំផុតណាស់អ្នកទាំងអស់គ្នាត្រូវនិយាយថាអរគុណចំពោះលោកវិជ្ជបណ្ឌិតយ៉ាងខ្លាំងពីព្រោះខ្ញុំមិនដែលគិតសោះថានៅថ្ងៃនេះខ្ញុំអាចឈរនៅទីនេះបានវិញទេហើយអ្វីដែលខ្ញុំទទួលបានគឺអស្ចារ្យនិងស្រស់ស្អាតជាងមុនទៀតត្រឡប់ទៅតែប៉ុន្មានឆ្នាំមុននៅពេលដែលខ្ញុំនៅក្មេងខ្ញុំក៏មានរាងស្អាតដែរប៉ុន្តែវាមិនសូវសមស្របនិងមិនសូវរឹងមាំស្អាតទេឥឡូវនេះរាងរបស់ខ្ញុំស្ទើរតែហៅបានថាឥតខ្ចោះនិងពិតជាសមស្របណាស់ដោយដែលអ្នកទាំងអស់គ្នាបានឃើញនៅវីដេអូនិង live stream ពីមុនអ្នកទាំងអស់គ្នាបានឃើញថារាងខ្ញុំធ្លាប់មានបញ្ហាច្រើនណាស់ជាមួយនឹងរូបរាងលើបណ្ដាញសង្គមខ្ញុំបានទៅពិគ្រោះយោបល់ជាមួយមន្ទីរពេទ្យកាយសម្ផស្សជាច្រើនថៅបានសុំយោបល់ក៏ដូចជាស្វែងរកនៅវិធីសាស្ត្រដែលថៅទទួលបានច្រើនការបដិសេធហើយនិយាយថាឥឡូវនេះថៅគួរត្រឡប់ទៅវិញដើម្បីសម្រក់គីឡូរួចចាំយើងគិតមើលទៀតប៉ុន្តែពេលនោះវាធ្វើឲ្យខ្ញុំស្ទើរតែអស់សង្ឃឹមដោយសារតែខ្លួនខ្ញុំជាបបរកញ្ញាមួយរូបហើយចង់ត្រឡប់ទៅ showbiz ក៏ដូចជាការងារឲ្យមានអំណោយផលល្អការដែលមានរូបរាងសមស្របគឺជារឿងសំខាន់ណាស់ហើយវាក៏ជួយឲ្យកាន់តែមានទំនុកចិត្តពិតជាសំណាងណាស់ខ្ញុំបានជួបលោកវិជ្ជបណ្ឌិតដែលបានផ្ដល់ឲ្យខ្ញុំនូវក្តីសង្ឃឹមដ៏ធំនិយាយស្ងប់ចិត្តពេលនោះខ្ញុំពិតជាមានសេចក្តីសុខណាស់ខ្ញុំមិនដឹងថាអត្រាជោគជ័យនឹងមានប្រមាណភាគរយទេពីព្រោះមិនអាចប្រកាសបានទេខ្ញុំគ្រាន់តែសង្ឃឹមថាលោកវិជ្ជបណ្ឌិតនឹងជួយបានមួយផ្នែកណាក៏បានប៉ុន្តែខ្ញុំនឹកស្មានមិនដល់ថាថ្ងៃនេះអ្វីដែលកើតឡើងវាហាក់ដូចជាខ្ញុំបានកើតឡើងជាថ្មីម្ដងទៀតហើយលើសពីនេះគឺវាពិតជាអស្ចារ្យជាងអ្វីដែលខ្ញុំបានគិតខ្ញុំស្រឡាញ់ខ្លួនឯងជាងការនៅក្រមុំច្រើនណាស់ព្រោះខ្ញុំមិនគិតថាខ្ញុំនឹងល្អឥតខ្ចោះដូចថ្ងៃនេះនឹងបានឈរនៅទីនេះនឹងមានសេចក្តីសុខដូចនៅសប្តាហ៍មុនពេលជួបអតិថិជននិងមិត្តរួមការងារពួកគេបានឃើញខ្ញុំហើយទាំងអស់គ្នាថាវ៉ាវមិនបានជាស្អាតល្អដល់ថ្នាក់ហ្នឹងមិនត្រឹមតែរាងកាយទេគឺមុខមាត់ក៏មានភាពស្រស់ស្អាតដែរខ្ញុំបានយល់ថារាងកាយមនុស្សម្នាក់ៗមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយឲ្យពួកយើងស្អាតនិងមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុននិងជោគជ័យក្នុងជីវិតការងារអ្វីៗគ្រប់យ៉ាងបានជួយឲ្យពួកយើងស្អាតជាងមុនលោកវិជ្ជបណ្ឌិតមិនត្រឹមតែជួយដល់ផ្នែកពោះដែលជ្រាវជ្រួញមិនស្អាតនោះទេប៉ុន្តែថែមទាំងជួយផ្នែកទ្រូងផងដែរបន្ទាប់ពីសម្រាលកូនទ្រូងខ្ញុំមានភាពជ្រាវជ្រួញយាធ្លាក់និងបានបង្រួមហើយស្ទើរតែបាត់ផ្នែកដើមទ្រូងទាំងអស់តែម្ដងវាពិតជាអាក្រក់ប៉ុន្តែលោកវិជ្ជបណ្ឌិតបានជួយបង្រួមស្បែកនិងដាក់ថង់សុដន់ហើយត្រង់តំបន់ស្នាមពិតជាស្អាតណាស់បច្ចុប្បន្នពេលមើលទៅពិតជាធម្មជាតិនិងទន់ណាស់មើលទៅតឹងស្អាតហើយសមស្របជាមួយនឹងរាងកាយលើសពីនេះទៅទៀតពីមុនរាងកាយរបស់ខ្ញុំស្អាតហើយប៉ុន្តែត្រង់ផ្នែកត្រគាករបស់ខ្ញុំនៅខ្វះលោកវិជ្ជបណ្ឌិតបានជួយថៅត្រង់ផ្នែកត្រគាកឲ្យមានទម្រង់មូលស្អាតនិងតឹងណែននិងសមស្របជាងមុនឥឡូវនេះលេខវាស់3វងគឺស្អាតណាស់ខ្ញុំសូមអរគុណយ៉ាងខ្លាំងហើយខ្ញុំក៏ដឹងថាវានឹងល្អបន្ថែមទៀតនៅខាងមុខ
ព្រោះឥឡូវនេះវានៅហើមទើបតែបាន2សប្តាហ៍ប៉ុណ្ណោះក្នុងពេលឆាប់ៗនេះវានឹងប្រមូលមកវិញហើយបើយើងស៊ូហាត់ប្រាណនោះត្រង់ផ្នែកសាច់ដុំពោះនិងតំបន់ផ្សេងៗទៀតវានឹងរឹងមាំនិងស្រស់ស្អាតបន្ថែមទៀតសូមអរគុណលោកវេជ្ជបណ្ឌិតថៃខ្លាំងណាស់ខ្ញុំមិនដឹងនិយាយអរគុណប្រមាណលើកទៀតដើម្បីបង្ហាញអំណរគុណនេះជូនទៅដល់លោកវេជ្ជបណ្ឌិតបានទេរូបរាងទាំង3ផ្នែករបស់ថៅឥឡូវនេះស្អាតបំផុតខ្ញុំជាវេជ្ជបណ្ឌិតផ្ទាល់ខ្ញុំក៏ឃើញថាស្អាតឥតខ្ចោះជាមួយនឹងស្នាដៃរបស់ខ្ញុំដែរលោកវេជ្ជបណ្ឌិតមានរឿងមួយគួរឲ្យអស់សំណើចណាស់សប្តាហ៍មុនបន្ទាប់ពីខ្ញុំធ្វើរួចហើយខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំស្រស់ស្អាតខ្លាំងហើយជំនឿចិត្តលើខ្លួនឯងក៏កាន់តែកើនឡើងយ៉ាងច្រើនខ្ញុំចាប់ផ្ដើមណាត់មិត្តភ័ក្តិទៅផឹកកាហ្វេនិយាយគ្នានៅពេលដែលពួកគេជួបខ្ញុំពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងមូលហេតុទី1គឺពួកគេឃើញខ្ញុំស្អាតជាងមុនមានទំនុកចិត្តជាងមុនហើយមានចម្ងល់ថាខ្ញុំមិនឈឺមិនហត់ទេមែនទេឬទៅតែអនុវត្តវិធីសាស្ត្រកែសម្ផស្សប៉ុន្តែឥឡូវនេះខ្ញុំបែរជាមានសុខភាពរឹងមាំទៀតគឺមកផឹកកាហ្វេសន្ទនាគ្នានិងធ្វើការពោពេញទៅដោយថាមពលបែបនេះខ្ញុំបានធ្វើការបូមខ្លាញ់ផងបន្តឹងស្បែកពោះផងហើយមិនមានការឈឺចាប់បែបនេះតើលោកវេជ្ជបណ្ឌិតអាចជួយពន្យល់ឲ្យមិត្តភ័ក្តិរបស់ខ្ញុំនិងសាធារណជនឲ្យបានដឹងថាតើវិធីសាស្ត្រដែលលោកបានប្រើមានដូចម្តេចហើយហេតុអ្វីបានជាការធ្វើនេះមិនឈឺចាប់ចឹងលោកវេជ្ជបណ្ឌិតវិធីសាស្ត្រចាស់នោះបើមិត្តភ័ក្តិប្អូនខ្លាចគឺត្រឹមត្រូវហើយដោយសារវិធីចាស់ពេលដែលយើងបូមខ្លាញ់គេប្រើដងបូម cannula ដោយត្រូវចាក់ចូលទៅក្នុងសាច់ដើម្បីរំលាយខ្លាញ់បន្ទាប់មកទើបបូមខ្លាញ់ចេញវាពិតជាឈឺខ្លាំងណាស់នៅមន្ទីរពេទ្យរបស់ខ្ញុំគឺប្រើវិធីសាស្ត្រហៅថារលកកាំរស្មី Liposonic តើ Liposonic គឺជាអ្វីគឺជារលកកាំរស្មីកម្រិតខ្ពស់ដែលអាចបំបែកខ្លាញ់បានហើយយើងប្រើម្ជុលតូចមួយដើម្បីបញ្ជូនចូលរួចបូមខ្លាញ់នៅលើខ្លួនរបស់ប្អូនមុននឹងខ្ញុំបន្តឹងស្បែកឲ្យប្អូនខ្ញុំក៏ប្រើវិធីនេះដែរខ្ញុំគ្រាន់តែប្រើម៉ាស៊ីនរលកកាំរស្មីនេះបាញ់ទៅលើតំបន់ដែលមានខ្លាញ់របស់ប្អូនដើម្បីបំបែកខ្លាញ់ទាំងស្រុងបន្ទាប់មកទើបខ្ញុំឆូតស្បែកហើយបូមខ្លាញ់ដែលរលាយចេញដូច្នេះហើយប្អូនមិនឈឺទេគឺបែបនោះឯងសម្រាប់អ្នកដែលមានស្បែកលើសដូចប្អូននោះខ្ញុំត្រូវធ្វើ3ជំហានទី1គឺបំបែកខ្លាញ់ទី2នោះគឺបូមខ្លាញ់ចេញនិងទី3គឺយើងបន្តឹងស្បែកបើជាអ្នកផ្សេងដែលមិនមានស្បែកលើសមិនចាំបាច់បន្តឹងឡើយយើងគ្រាន់តែប្រើម៉ាស៊ីន Liposonic ដោយប្រើរលកកាំរស្មីដែលគ្រាន់តែដាក់លើផ្ទៃស្បែកខាងក្រៅនិងបាញ់រំលាយខ្លាញ់វិធីសាស្ត្រថ្មីនេះអស្ចារ្យណាស់ពីព្រោះมันមានការឈឺចាប់ទេមិនធ្វើឲ្យអតិថិជនឈឺទេបើវិធីចាស់ធ្វើឲ្យគេឈឺនិងភ័យខ្លាចតែឥឡូវនេះវាមិនមានទៀតទេទី2គឺតើម៉ាស៊ីននេះមានអត្ថប្រយោជន៍អ្វីខ្លះម៉ាស៊ីននេះមានអត្ថប្រយោជន៍នៅពេលដែលបូមខ្លាញ់ចេញដូចខ្ញុំនឹងបូមខ្លាញ់ចេញរួចយកខ្លាញ់នោះទៅបញ្ចូលទៅត្រគាកឲ្យប្អូននោះត្រគាកប្អូននឹងស្អាតបែបនេះជារៀងរហូតព្រោះខ្លាញ់នឹងមិនបាត់ទេអរគុណទៅកាន់ម៉ាស៊ីននេះដែលរក្សាឲ្យខ្លាញ់នៅសកម្មទី3គឺប្អូនមានស្បែកលើសច្រើនទើបខ្ញុំបន្តឹងស្បែកបើចំពោះមនុស្សណាដែលមានស្បែកលើសមធ្យមឬធ្លាក់បន្តិចមិនចាំបាច់បន្តឹងស្បែកនោះទេតែខ្ញុំប្រើម៉ាស៊ីននេះទុកសម្រាប់ធ្វើអ្វីទុកបាញ់ចូលនោះរលករស្មីនឹងជួយធ្វើឲ្យបង្កើន collagen ថ្មីឲ្យពួកគេបើស្បែករបស់ពួកគេកំពុងជ្រួញតិចៗក្នុងករណីជ្រួញតិចនិងមធ្យមនោះស្បែកនឹងត្រង់វិញដែលមិនចាំបាច់បន្តឹងស្បែកទេវិធីសាស្ត្រនេះខ្ញុំមានអារម្មណ៍ថាវាស្រួលជាងមុនច្រើនណាស់ហើយមិនប៉ះពាល់ខ្លាំងដូចមុនទេដោយសារតែចំណុចនោះបន្ទាប់ពីវះកាត់ខ្ញុំមានអារម្មណ៍បន្ទាប់ពីវះកាត់រួចព្រឹកថ្ងៃបន្ទាប់ខ្ញុំដើរធម្មតាបានហើយគ្រាន់តែបន្តឹងស្បែកបន្តិចត្រូវតែដើរនិងអោនតិចៗតែប៉ុណ្ណោះប៉ុន្តែពីថ្ងៃទី2ទៅថ្ងៃទី3ទៅខ្ញុំចាប់ផ្ដើមធ្វើចលនានិងចាប់ផ្ដើមធ្វើការវិញបានធម្មតាមិនមានប៉ះពាល់អ្វីឡើយដូច្នេះអ្នកណាដែលគ្រាន់តែបូមខ្លាញ់ដោយមិនត្រូវបន្តឹងស្បែកនោះគឺស្រួលណាស់មែនទេលោកវេជ្ជបណ្ឌិតបាទងាយស្រួលណាស់ត្រូវហើយប្រសិនបើមិនត្រូវបន្តឹងស្បែកដោយពឹងផ្អែកលើម៉ាស៊ីនរលកកាំរស្មីនេះមានតម្លៃថ្លៃខ្លាំងណាស់ប៉ុន្តែវាពិតជាល្អណាស់វាជួយមិនធ្វើឲ្យប៉ះពាល់នឹងខ្លាញ់នោះឡើយដោយបូមខ្លាញ់ចេញយ៉ាងងាយស្រួលដោយរំលាយខ្លាញ់នោះចំណុចទី2បើយើងបន្តឹងស្បែកពោះស្បែកជ្រាយបើយើងបន្តឹងនោះយើងនឹងបន្តឹងដោយប្រើម៉ាស៊ីននេះតែម្ដងដោយមិនចាំបាច់កាត់ស្បែកចំណុចទី3គឺខ្លាញ់ដែលយកចេញនោះរួចបញ្ចូលវិញនោះវានឹងនៅបានមួយជីវិតបញ្ចូលទៅត្រគាកដូចប្អូននោះវានឹងនៅបានមួយជីវិតបញ្ចូលទៅសៀតកាលាក់នឹងលាក់នោះពិតជាអស្ចារ្យណាស់ចាប់តាំងពីពេលខ្ញុំមានម៉ាស៊ីននេះខ្ញុំសប្បាយចិត្តណាស់ព្រោះអាចជួយបាននៅតំបន់ខ្លាញ់ជូនអ្នកទាំងអស់គ្នាយើងគ្រាន់តែប្រើតែម្ដងយកខ្លាញ់នឹងអាចយកមកបង្កើតសោភ័ណភាពថ្មីៗទៅតាមបណ្ដោយទម្រង់មុខរបស់យើងឬតំបន់ខ្វះខាតដូចជាសូដានឬត្រគាកលាក់នឹងលាក់ដូចតំបន់ណាដែលរាងកាយយើងខ្វះខាតខ្លាំងដូច្នេះការប្រើម៉ាស៊ីននេះពិតជាអស្ចារ្យខ្លាំងមែនទែនសង្ឃឹមថាពេលក្រោយនេះអ្នកទាំងអស់គ្នានឹងតាមដាន page ផ្លូវការរបស់មន្ទីរពេទ្យកែសម្ផស្សវៀតមីរួមជាមួយថៅជាមួយនឹងវេជ្ជបណ្ឌិតថៃស្ដីពីការស្វែងរកសម្រស់ជូនអ្នកទាំងអស់គ្នានិងផ្លាស់ប្ដូរជីវិតមនុស្សជាច្រើនសូមចូលរួមជាមួយថៅនិងវេជ្ជបណ្ឌិតថៃក្នុងដំណើរការស្វែងរកសម្រស់នេះទាំងអស់គ្នាណាជម្រាបលាអ្នកទាំងអស់គ្នាសង្ឃឹមថាជួបគ្នាម្ដងទៀតនាពេលក្រោយ